នេះគឺមានភ្ញៀវគាត់តែមកកំងមហោគឺគាត់ចង់ញ៉ាំបកងធម្មជាតិទៅអ្នកលឿងប្រភេទលេខ1ជាមួយនឹងលេខ2ធំធំរស់រស់ល្អគាត់តែគាត់តែមកភ្លាមគឺខ្ញុំទៅរើសបកងស្រស់ស្រស់រស់រស់ល្អល្អនេះគឺទុកស្លោឲ្យគាត់គឺគាត់កំងនេះគឺចូល4គីឡូឲ្យបងប្អូនចិត្ត4គីឡូគឺគាត់ចង់យកឆាពងទាប្រៃមួយមុខជាមួយនឹងស្លោម្ជូរយួនមួយមុខជាមួយនឹងអាំងអំបិលម្ទេសមួយមុខទៀតអញ្ចឹងខ្ញុំរើសបកងល្អល្អនេះគឺចំនួន3គីឡូកន្លះបងប្អូនគឺស្លោសម្រាប់គាត់ហើយទៅសាថ្ងៃនេះគឺហេខ្ញុំបងប្អូនទិញបានកៅឈូកកំពុំល្អមែនតើអញ្ចឹងស្លោម្ជូរយួនគឺថ្ងៃណាដែលខ្ញុំទិញបានកៅឈូកល្អល្អចេះគឺខ្ញុំស្លោម្ជូរយួនដាក់ឲ្យភ្ញៀវឲ្យគ្រូអីស្លោម្ជូរយួនមានកៅឈូកចេះគឺឆ្ងាញ់តែថ្ងៃខ្លះក៏មានលក់ថ្ងៃខ្លះក៏អត់ដែរតែបានទិញនេះទៅខ្ញុំក៏បានធ្វើម្ហូបស្លោម្ជូរយួនដាក់ឲ្យគាត់ឲ្យស្លោម្ជូរយួននេះគឺខ្ញុំធ្វើថែមមួយឆ្នាំងទៀតគឺចំនួន3ឆ្នាំងបងប្អូនអញ្ចឹងបកងដែលខ្ញុំយកមកស្លោនេះគឺចំនួន1គីឡូកន្លះសម្រាប់បកងលេខ2ហើយបកងនៅពេលដែលខ្ញុំមុននឹងខ្ញុំយកមកស្លោហ្នឹងគឺខ្ញុំយកវាទៅចៀនឲ្យវាក្រៀមឈ្ងុយហើយបើខ្ញុំយកវាមកស្លោហើយគាត់អត់ទាន់មកដល់ទេដល់ពេលអញ្ចឹងគឺខ្ញុំដួសម្លែកមួយឆ្នាំងហ្នឹងគឺមកស្លោឆ្នាំងតូចនេះគឺសម្រាប់ជូនប៉ាខ្ញុំដោយសារដល់ម៉ោងប៉ាគាត់ឃ្លានបាយហើយអញ្ចឹងម្ហូបនេះក៏ម្ហូបដែលប៉ាខ្ញុំចូលចិត្តដែរអញ្ចឹងភ្ញៀវគាត់កំង2ឆ្នាំងខ្ញុំក៏ធ្វើថែមមួយឆ្នាំងទៀតសម្រាប់ឲ្យប៉ាទៅដាក់ម្ហូបដែលភ្ញៀវគាត់កំងចំនួន3មុខហ្នឹងគឺខ្ញុំបានត្រៀមគ្រឿងក្រៅរួចរាល់ហើយនៅពេលដែលភ្ញៀវមកដល់ភ្លាមគឺខ្ញុំគ្រាន់តែចម្អិនភ្លាមគឺគាត់បានញ៉ាំភ្លាមក្តៅតែម្ដងសម្រាប់បងប្អូនដែលគាត់ចង់ញ៉ាំអាហារនៅហាងវាលស្រែរបស់ខ្ញុំមកដល់ភ្លាមបានញ៉ាំភ្លាមគឺគាត់កក់មុនឬមកកំងមុនគឺខ្ញុំរៀបចំគ្រឿងក្រៅហើយគាត់មកដល់គឺញ៉ាំបានភ្លាមគឺអត់រងចាំយូរទេប៉ុន្តែបើសិនជាបងប្អូនមកដល់ភ្លាមគឺត្រូវរងចាំរយៈពេល15ទៅ20នាទីទើបយើងរៀបគ្រឿងក្រៅជាមួយនឹងចម្អិនឲ្យគាត់បានតែបើគាត់កំងមុនអញ្ចេះគឺយើងធ្វើត្រៀមរួចរាល់ហើយគឺគាត់អត់ចាំយូរទេឥឡូវនេះគឺបកងដែលខ្ញុំបានជៀនចំនួន3គីឡូហ្នឹងគឺខ្ញុំរំលែកពាក់កណ្ដាលណាបងប្អូនគឺចំនួន1គីឡូហ្នឹងគឺដាក់ចូលទៅក្នុងឆ្នាំងសម្លម្ជូរយួនដែលយើងទុកស្លចំនួន2ឆ្នាំងតូចឲ្យគាត់ហ្នឹងណាហើយបកងដែលនៅសល់1គីឡូទៀតគឺគាត់កំងឆាពងទាប្រៃហ្នឹងគឺខ្ញុំយកមកដាក់គ្រឿងបន្ថែមហ្នឹងគឺដាក់ប័រជាមួយនឹងខ្ទឹមសលីងវាឲ្យឈ្ងុយហើយបើខ្ញុំដាក់បន្ថែមជាមួយនឹងពងទាប្រៃដែលខ្ញុំបានឆាឲ្យទុកជាកដុងសម្រាប់ពេលដែលយើងធ្វើម្ហូបលឿនណាបងប្អូនអញ្ចឹងខ្ញុំឆានេះគឺមានគ្រឿងនៅក្នុងនឹងស្រាប់ហើយស្ករអំបិលប៊ីចេងម្សៅស៊ុបទឹកដោះគោជាមួយនឹងទឹកដោះគោគ្រីមអីហ្នឹងគឺយើងមានអស់ហើយអញ្ចឹងនៅពេលដែលយើងដាក់មកចូលជាមួយនឹងបកងយើងគឺយើងអត់ចាំបាច់ថែមគ្រឿងអីទៀតទេខ្ញុំដាក់ចំនួន5ស្លាបព្រាហើយខ្ញុំគ្រាន់តែខ្ញុំបើកភ្លើងតិចរងាស់វាឲ្យវាចូលជាតិបានល្អជាមួយនឹងបកងហើយតែប៉ុណ្្នឹងគឺរួចរាល់បកងឆាពងទាប្រៃរបស់ខ្ញុំនេះហើយបងប្អូននិយាយពីថាតំណងហើយរសជាតិគេគឺឆ្ងាញ់ណាបងប្អូនរសជាតិប្រៃផ្អែមហឹរតិចជាមួយនឹងម្ទេសខ្ទឹមដែលយើងដាក់បន្ថែមហើយខ្ញុំក៏មកចាប់ផ្ដើមអាំងបកងនេះគឺបកងលេខ1គឺគាត់យកចំនួន1គីឡូកន្លះហ្នឹងគឺបានប្រហែលជា8ទៅ9បកងគាត់អាំងជាមួយនឹងអំបិលម្ទេសអញ្ចឹងគាត់ប្រាប់ខ្ញុំថាគាត់ចិត្តមកដល់ហើយប្រហែលជា20នាទីគាត់មកដល់អញ្ចឹងខ្ញុំក៏ចាប់ផ្ដើមអាំងបកងឲ្យគាត់បដាដោយសារបកងនេះយើងអាំងឲ្យវាឆ្អិនល្អទៅពេលដែលញ៉ាំគឺសាច់វាគឺផ្អែមស្វិតខួរវិញគឺថាឡើងខ្ទិះតែម្ដងណាបងប្អូនសម្រាប់ម្ហូបដែលភ្ញៀវគាត់កំង3មុខនេះគ្រាន់តែភ្ញៀវមកដល់ភ្លាមគឺម្ហូបខ្ញុំចាប់ផ្ដើមឆ្អិនបដាហើយណាបងប្អូនឥឡូវនេះគឺម្ហូបរបស់ខ្ញុំហ្នឹងគឺបានរួចរាល់អស់ហើយគឺមានស្លម្ជូរយួនជាមួយនឹងបកងឆាខ្ទិះហើយនឹងបកងអាំងអំបិលម្ទេសនិយាយពីក្លិនវិញឈ្ងុយតំណងណាបងប្អូនណាបកងធម្មជាតិទលេនៅខាងអ្នកលឿងសាច់ស្វិតខួរច្រើនផ្អែមតែម្ដងហើយសម្រាប់បងប្អូនដែលគាត់ចង់ញ៉ាំបកងធម្មជាតិបកងនៅខាងអ្នកលឿងគឺគាត់អាចតេកក់ឬមួយតេកំងបានគឺខ្ញុំរើសតែបកងរស់ស្រស់ល្អធ្វើម្ហូបឲ្យគាត់ទេហើយសម្រាប់ម្ហូបណាបងប្អូនថ្ងៃនេះគឺខ្ញុំធ្វើជាពិសេសជូនហ្មងដោយសារបងគាត់មកពីអាមេរិកហើយគាត់ចង់ញ៉ាំម្ហូបរបស់ខ្ញុំហើយគាត់តេកក់តាំងពីព្រឹកអញ្ចឹងគឺខ្ញុំមកធ្វើឲ្យគាត់ផ្ទាល់ដៃគាត់ចង់ជួបខ្ញុំទៀតអញ្ចឹងខ្ញុំក៏នៅចាំជួបគាត់អញ្ចឹងទៅសម្រាប់បងប្អូនខ្លះដែលគាត់មកជួនកាលអត់បានជួបខ្ញុំខ្ញុំម្ល៉េះនៅផ្ទះតែបើគាត់តេកក់ឬមួយក៏កំងម្ហូបពីខ្ញុំវិញគឺខ្ញុំនឹងមកធ្វើឲ្យគាត់នឹងមកជួបគាត់ផ្ទាល់នៅហាងតែម្ដង